rồi tao rong mới អូបងប្អូនហើយថៃវាដូចជាសត្វឆ្កែដែលវាកាត់ឆ្កូតហើយវាមិនបានខំវាមិនបានរត់វាមិនបានបង្ករឿងវានោះមិនសុខធម្មតាវាដល់ដំណាក់កាលថាវាមិនបានរស់រឿងវានោះមិនសុខប៉ុន្តែហើយវាដូចថាពិបាកនៅក្នុងការផ្សះផ្សាដើម្បីឲ្យរស់នោះបានសុខរៀងខ្លួនមើលចិត្តគណិតវាគិតទៅពីចង់បង្ករឿងគិតទៅពីចង់បានរបស់យើងចេះហើយបើសិនជាបន្ទោសលើកនេះទៀតនៅក្នុងព្រំប្រទល់ជាមួយសៀមទាំងអស់ជាមួយថៃទាំងអស់នេះប្រហែលជាផ្ទុះទាំងអស់អត់មាននៅខាងណាទេកាលផ្ទុះមុន5ថ្ងៃមុននោះវាផ្ទុះតែព្រះវិហារហើយនឹងឧត្តរមានជ័យនេះប៉ុន្តែនេះបើផ្ទុះពីខាងប្រទេសមានជ័យហើយអាចថាអត់មានចន្លោះព្រំប្រទល់ដែលជិបជាមួយវាអត់មានកន្លែងណាថាมันផ្ទុះទេវាអាចនឹងធ្ងន់ធ្ងរម្ដងនេះបើសិនជារាជរដ្ឋាភិបាលយើងឆ្លើយតបវិញរបៀបយ៉ាងណាវាពិបាកដែលដល់ពេលនិយាយរំទៅវាដូចជាសត្វឆ្កែឆ្កួតដែលកើតឆ្កួតហើយវាមិនមានថ្នាំណាទៅព្យាបាលខួរក្បាលរបស់វាបានឲ្យគិតល្អប្រសើរវិញទេហើយសម្រាប់ការបង្កហេតុបង្កអុយនេះបើយើងថាមើលទៅវាដូចជាមិនមែនជាប្រជាជនវាប្រមាណទេគឺវាដោយសារតែស្ដេចវាតែម្ដងវាថារដ្ឋាភិបាលក៏វាមិនមែនវាមើលទៅវាដូចជាពួកនោះក៏វាមិនមានអំណាចដែរហើយអ្នកដែលបញ្ជាមកពីក្រោយខ្នងអាចថាគឺជាមហិច្ឆតារបស់ស្ដេចវាដែលវាចង់បានទឹកដីនៅក្នុងសម័យកាលដែលស្ដេចនេះគ្រប់គ្រងហើយសម្រាប់ការដោះស្រាយដែលសញ្ញាកិច្ចព្រមព្រៀងសន្តិភាពនោះការពិតទៅសហរដ្ឋអាមេរិកបើសិនជាយើងនិយាយរឿងខុសត្រូវវាដូចជាមិនដេញខុសដេញត្រូវអីទេត្រាំមកមែនប៉ុន្តែដូចអត់យល់ថាខាងណាខុសខាងណាត្រូវហើយគួរតែដាក់ទណ្ឌកម្មទៅអ្នកដែលខុសអ្នកដែលបំពានអីអត់ទេប៉ុន្តែនៅពេលដែលនិយាយដូចជាភាគីកម្ពុជាយើងនេះខុសទូមពៀនថៃដូចគ្នាឬមួយក៏ជាអ្នកដែលចូលរួមបង្កចន្លោះដូចជាការវាយគ្នាប៉ុន្តែអត់មានខាងណាដែលថាអូជាអ្នកត្រូវជាអ្នកនេះទេទេហើយដល់ពេលដាក់ទោសគឺដាក់ទោសស្មើគ្នានេះដូចគ្នាចឹងហើយអត់ព្រមដាក់ទោសថៃឲ្យធ្ងន់ជាងកម្ពុជាយើងទេដាក់ទោសដាក់ស្មើគ្នាពន្ធដោះឲ្យស្មើគ្នាមានអីរបៀបថាដូចមិនដេញខុសត្រូវបើដោះស្រាយរបៀបចោះថៃវាទៅខ្លាចអីវាបើវាប៉ុណ្ណាក៏យើងទោសប៉ុណ្ណោះទៅវាដែរនោះហើយយូរទៅវាលេងខ្លាចលេងអីប៉ុន្តែដូចថៃវាបង្ករឿងនេះបើមិនរបៀបថាបើមិនរលាយវាក៏រលាយយើងដែរឡើយវាចូលដំណាក់កាលហើយ